របៀបអានភាសាបាលីអក្ខរៈនៅក្នុងភាសាបាលីមាន41តួគឺព្យញ្ជនៈ33ហើយនិងស្រៈ8ព្យញ្ជនៈ33ហ្នឹងមានបែងចែកចេញជា2ទៀតប៉ុន្តែយើងគ្រាន់តែដឹងសិនទៅបានហើយយើងអត់ទាន់បញ្ជាក់ថាបែងចែកចេញជា2ហ្នឹងជាស្អីគេខ្លះទេកុំឲ្យស្មុគស្មាញពេកអញ្ចឹងយើងគ្រាន់តែដឹងថាព្យញ្ជនៈមាន33ស្រៈមាន8ព្យញ្ជនៈ33អញ្ចឹងយើងមកអានព្យញ្ជនៈទាំងអស់គ្នាអក្សរកហ្នឹងបាលីអានថាកៈទៅពេលខអានថាខៈគោអានថាកៈទៅពេលខោអានថាខៈងោអានថាញាក់ចអានថាចាក់ឆអានថាឆាក់ជអានថាជាក់ឈអានថាឆាក់ទៅពេលញោអានថាញាក់ដអានថាដាក់ថអានថាថាក់នេះអានថាថោដូអានថាដៈថោអានថាធៈណអានថាណាក់តហ្នឹងអានថាតៈថអានថាតោអានថាធៈតោអានថាធៈណូអានថាអ្នកបអានថាបៈផអានថាផៈពោអានថាពៈភោអានថាភៈមោអានថាមៈយោហ្នឹងគេអានថាយៈរោអានថារៈលោអានថាលៈវោអានថាវៈសអានថាសៈហអានថាហៈឡអានថាលៈអអានថាអឬក៏អាំងយើងអានម្ដងទៀតដើម្បីឲ្យឆាប់ចាំឥឡូវយើងស្គាល់ភាសាឃើញយើងស្គាល់ព្យញ្ជនៈភាសាខ្មែរទាំងអស់គ្នាហើយយើងអានទៅជាបាលីតែម្ដងកៈខៈកៈខៈញាក់ចាក់ឆាក់ជាឈៈញាក់ដាក់ថាដៈធៈណាក់តៈថាតៈធៈអ្នកបៈផៈពៈភៈមៈយៈរៈលៈវៈសហលៈអាំងអញ្ចឹងយើងអានថាអាំងក៏បានអក៏បានព្យញ្ជនៈកន្លែងខ្លះអានថាអខ្លះអានថាអាំងវានៅម្នាក់ឯងអានថាអាំងបើវាមានជាតម្រួតជាព្យញ្ជនៈអាស្រ័យនឹងព្យញ្ជនៈដទៃអានថាអដូចពាក្យខាងលើនេះអញ្ចឹងអានថាអក្ខរៈនៅក្នុងភាសាបាលីអានថាអក្ខរៈទៅពេលភាសាខ្មែរយើងអានថាអក្សរហ្នឹងឯងអានេះយើងហាត់អានទៅហាត់អានទៅវិញទៅមកទៅកៈខៈកៈខៈងាកចាក់ឆាក់ជាឈៈញាក់ដាក់ថាដេធិណតថាតេធិអ្នកបផៈពភៈមៈយៈរៈលវៈសហលៈអាំងអញ្ចឹងបើសិនបើយើងអត់ចាំទេយើងអាចចាក់សារវីដេអូទៅវិញទៅមកទៅហើយអញ្ចឹងយើងចូលមកដល់ស្រៈមាន8តួស្រៈក៏មានក៏បែងចែកចេញជា2ដែរហើយព្យញ្ជនៈក៏បែងចែកចេញជា2ស្រៈក៏បែងចែកចេញជា2អញ្ចឹងហើយបានមានដាក់ពណ៌ផ្សេងពីគ្នាហ្នឹងនេះមានពណ៌ក្រហមពណ៌ខ្មៅហ្នឹងអាហ្នឹងគឺបែងចែកចេញជា2ហ្នឹងឯងប៉ុន្តែយើងអត់ទាន់បានបញ្ជាក់ថាបែងចែកចេញជា2ហ្នឹងវាជាស្អីទេយើងអត់ទាន់ព្រោះយើងរៀនដំបូងសិនកុំឲ្យច្រឡំគ្នាស្រៈ8ហ្នឹងមានអអាអ៊ីអ៊ីអ៊ូអ៊ូអេអោអអាអ៊ីអ៊ីអ៊ូអ៊ូអេអោអញ្ចឹងយើងមិនចាំបាច់បញ្ជាក់ថាភាសាខ្មែរគេអានថាម៉េចទេព្រោះយើងទាំងអស់គ្នាចេះហើយភាសាខ្មែរអញ្ចឹងយើងអានម្ដងទៀតអានថាអអាអ៊ីអ៊ីអ៊ូអ៊ូអេអោអអាអ៊ីអ៊ីអ៊ូអ៊ូអេអោអញ្ចឹងយើងមកមើលនៅក្នុងភាសានៅក្នុងសភៅបាលីយើងវិញនេះអក្ខរៈក្នុងភាសាបាលីមាន41តួគឺអអាអ៊ីអ៊ីអ៊ូអ៊ូអេអោ8តួនេះហៅថាសារៈហ្នឹងគឺគេហៅថាស្រៈហ្នឹងឯងផ្លេចបញ្ជាក់មិញកន្លែងនេះ
សារៈហ្នឹងគឺស្រៈហ្នឹងឯងស្រៈសារៈគេអានថាសារៈស្រៈទៅពេលព្យញ្ជនៈកកខគខងាចឆជាញាហើយចឆជាញាដាក់ថដេធនៈតថទិធនៈបផពភមៈយរៈលវៈសហលអង្43តួនេះហៅថាព្យញ្ជនៈនេះហើយយើងចែកចេញជាពីរតែយើងមិនទាន់បានប្រាប់ទេយើងចាំវីដេអូក្រោយ